ខ្ញុំបានជំរាបសួរខ្ញុំបានឈ្មោះសុខភាពជានិស្សិតเป็นជំនាញវិទ្យាកម្មថ្នាក់បញ្ញាបត្រនៃឆ្នាំទី3អញ្ចឹងថ្ងៃនេះខ្ញុំបានមានគំនិតមួយឬក៏ខ្ញុំមានរឿងមួយចង់បានណែនាំដល់អ្នកទាំងអស់គ្នាទាក់ទងទៅនឹងការធ្វើ board របស់យើងនៅលើ board ជាក់ស្ដែងអញ្ចឹងពីមុនមកមុនបងប្រុសគឹមជំនាញក៏គាត់បានបញ្យល់ច្រើនដែរទាក់ទងទៅនឹងកម្មវិធីដោយម្ដងក្នុងការសរសេរអញ្ចឹងទាក់ទងទៅនឹងមកនេះវិញទាក់ទងទៅនឹងការធ្វើ board ផ្ទាល់តែម្ដងអញ្ចឹងវគ្គមុនយើងលេងជាមួយនឹង board ស្រាប់គេធ្វើឲ្យស្រាប់អញ្ចឹងទាក់ទងនឹងលើកនេះយើងមកលេងមួយនឹងធ្វើ board ជាក់ស្ដែងមកអញ្ចឹងនេះទាក់ទងទៅនឹងសេមាមួយចំនួនដែលយើងបាន design ទៅលើកម្មវិធីរបស់យើងហើយកម្មវិធីរបស់យើងឲ្យគេឲ្យឈ្មោះថាជាកម្មវិធី KiCad version 9អញ្ចឹងនៅក្នុងរូបនេះខ្ញុំបាន design រួចហើយបន្ទាប់មកទៀតខ្ញុំក៏បាន print វាចេញមកជាក្រដាស់បែបនេះដែរប៉ុន្តែជាក្រដាស់បែបនេះគាត់តែយើងជាការ preview គាត់ជាការមើលសិនទេថាសាររបស់តើយើងអាចទទួលយកបានអត់អញ្ចឹងនេះតាក់ទងទៅនឹងការ print ប៉ុន្តែយើងអត់មែន print នៅលើក្រដាស់ A4 ទេយើងមានក្រដាស់មួយទៀតដែលថាផ្ទៃយ៉ាងនេះវារលោងហើយផ្ទៃយ៉ាងនេះវាក្រៀតអញ្ចឹងយើង print មកបន្ទាប់មកយើងបកយកទៅលើសាកទៅលើ board របស់យើងនេះផ្ទះ board របស់យើងអញ្ចឹងអានេះ board របស់យើងខនាតរបស់វាមួយតឹកគុណមួយតឹកអញ្ចឹងយើងយកវាមកធ្វើនៅលើនេះអញ្ចឹងខ្ញុំក៏បានធ្វើឲ្យមួយដែរតេស្តជាក់ស្ដែងនេះបងប្អូនជាស្នាដៃដំបូងវាអាចនិយាយបានថាវាអត់សូវជាល្អអីប្រហែលទេតែតងទៅនឹងការធ្វើរបស់យើងព្រោះជាលើដំបូងប៉ុន្តែវាជាស្នាដៃមួយដែលយើងធ្វើបានល្អអញ្ចឹងអ្នកទាំងអស់គ្នាឃើញនៅក្នុងក្រដាស់នេះបានន័យថាឈ្មោះសាលាឈ្មោះរបស់ខ្ញុំវាអត់ត្រូវទេវាប្រច្រាស់អញ្ចឹងមូលហេតុដែលយើងយកវាប្រច្រាស់ដោយសារតែយើងពេលដែលយើងដាំនៅលើ board ផ្ទាល់នៅលើអីផ្ទាល់គឺវាចេញបែបនេះគឺវាចេញជាអក្សរបែបត្រូវវិញអញ្ចឹងដូចតើតើទៅនឹងឡានពេទ្យដែរគេដាក់ប្រច្រាស់ប៉ុន្តែដែលយើងមើលពីមុខទៅវាឃើញតើតើទៅនឹងអក្សរហ្នឹងលោកមកត្រូវវិញអញ្ចឹងនេះជាស្នាដៃដំបូងហើយនេះជាការ preview របស់យើងអញ្ចឹងតើតើមួយហ្នឹងខ្ញុំក៏អត់មានអីច្រើនដែរអរគុណសម្រាប់ការទស្សនាហើយក៏សូមជម្រាបលាបាយបាយ